សប្តាហ៍ទី21គម្រោងមេរៀនសង្ខេបថ្ងៃទី6អក្សរខសេចក្តីអាថ៌កំបាំងដ៏ធំដែលជាព្រះគ្រីស្ទនិងក្រុមជំនុំនោះគឺជាអត្ថន័យនៃសកលលោកនិងអត្ថន័យនៃជីវិតមនុស្សវិវរណៈជំពូក4ខ11និងអេផេសូជំពូក5ខ32លេខ1បំណងព្រះទ័យរបស់ព្រះនៅក្នុងការបង្កើតគ្រប់របស់ទាំងអស់រួមទាំងមនុស្សផងដែរគឺដើម្បីឲ្យមនុស្សអាចលាយបញ្ចូលគ្នាជាមួយព្រះដើម្បីបង្កើតក្រុមជំនុំឡើងសាការីជំពូក12ខ1អេផេសូជំពូក3ខ9លេខ2ព្រះទ័យប្រាថ្នារបស់ព្រះគឺចង់បានសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទរូបកាយរបស់ព្រះគ្រីស្ទដែលជាការកើនឡើងនិងការសម្ដែងចេញព្រះគ្រីស្ទអេផេសូជំពូក1ខ5ដល់ខ9ខ11ដល់ខ22ខ23លេខ3ការដំណើរជីវិតនៃរូបកាយគឺជាភាពស្កប់ចិត្តបំផុតនៃបទពិសោធន៍ខាងវិញ្ញាណរបស់យើងអេផេសូជំពូក5ខ30លេខ4ផែនការគ្រប់គ្រងនៃសេចក្តីអាថ៌កំបាំងដែលលាក់ទុកនៅក្នុងព្រះគ្រប់យុគសម័យកាលនោះគឺជាសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំដែលជារូបកាយរបស់ព្រះគ្រីស្ទអេផេសូជំពូក3ខ9ដល់ខ10លេខ5សេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទនិងសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំគួរតែជាការដំណើរជីវិតប្រចាំថ្ងៃរបស់យើងបើគ្មានសេចក្តីអាថ៌កំបាំងនេះទេការដំណើរជីវិតរបស់យើងគ្រាន់តែជាការដំណើរជីវិតរបស់មនុស្សធម្មតាប៉ុណ្ណោះមិនមែនជាការដំណើរជីវិតរបស់គ្រីស្ទានទេខ4 1ធីម៉ូថេជំពូក3ខ15ដល់16ផ្ដាទី21ថ្ងៃទី6នឹងការបម្រុងចិញ្ចឹមនៅពេលព្រឹក1ធីម៉ូថេជំពូក3ខ15ដល់16ដើម្បីក្រែងខ្ញុំក្រមកនោះឲ្យអ្នករាល់អ្នកបានដឹងពីរបៀបយ៉ាងណាដែលគួរប្រព្រឹត្តក្នុងដំណាក់នៃព្រះគឺក្នុងក្រុមជំនុំនៃព្រះដ៏មានព្រះជន្មរស់ដែលជាសសរហើយជាជើងថ្កល់របស់សេចក្តីពិតប្រកបជាសេចក្តីអាថ៌កំបាំងរបស់សេចក្តីគោរពប្រណិប័តន៍ដល់ព្រះនៃយើងនោះជ្រាលជ្រៅណាស់គឺដែលព្រះបានលេចមកក្នុងសាច់ឈាមបានរាប់ជាសុចរិតដោយព្រះវិញ្ញាណពួកទេវតាបានឃើញទ្រង់មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសដទៃមានគេជឿដល់ទ្រង់ក្នុងលោកីយ៍នេះរួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញអាមែនការបង្កើតនិងក្រុមជំនុំគឺទាក់ទងគ្នាព្រះបានបង្កើតគ្រប់របស់ទាំងអស់សម្រាប់ក្រុមជំនុំព្រះបានបង្កើតផ្ទៃមេឃផែនដីនិងវត្ថុរាប់លានមុខដើម្បីនាំមកនៅក្រុមជំនុំគោលបំណងរបស់ព្រះក្នុងការបង្កើតរបស់សព្វសារពើរួមទាំងមនុស្សគឺដើម្បីលាយបញ្ចូលមនុស្សជាមួយនឹងព្រះដើម្បីបង្កើតក្រុមជំនុំឡើងសាការីជំពូក12ខ1បានចែងថាព្រះអង្គម្ចាស់ជាព្រះដែលបានលាតផ្ទៃមេឃហើយដាំឫសនៃផែនដីព្រមទាំងបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផងនេះចង្អុលបង្ហាញថាផ្ទៃមេឃមានសម្រាប់ផែនដីមានសម្រាប់មនុស្សហើយមនុស្សមានវិញ្ញាណគឺសម្រាប់ព្រះការបង្កើតដ៏អស្ចារ្យរបស់ព្រះនេះគឺផ្ដោតសំខាន់លើមនុស្សគឺសម្រាប់ក្រុមជំនុំដូច្នេះហើយបានជាអេផេសូជំពូក3ខ9និយាយអំពីសេចក្តីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះដែលទ្រង់បានបង្កើតរបស់សព្វសារពើព្រះハរតីនិងផែនការរបស់ព្រះគឺជាមូលដ្ឋាននៃការងាររបស់ព្រះក្នុងការបង្កើតជំពូក1ខ10ដល់ខ11និងវិវរណៈជំពូក4ខ11បានចែងថាត្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក
ហើយគឺដោយបំណងព្រះハរតីទ្រង់ហើយព្រះជាព្រះដែលមានគោលបំណងទ្រង់មានព្រះតីតាមការសពព្រះハរតីរបស់ទ្រង់ព្រះទ្រង់មានព្រះតីហើយទ្រង់បានចរណាតាមព្រះតីនោះបន្ទាប់មកព្រះអង្គបានបង្កើតអ្វីទាំងអស់តាមព្រះតីនិងផែនការនោះដើម្បីទ្រង់អាចទទួលបានក្រុមជំនុំអំណានថ្ងៃនេះបំណងប្រាថ្នារបស់ព្រះគឺព្រះអង្គប្រាថ្នាឲ្យមានការបង្ហាញដ៏ពិតប្រាកដនៃព្រះគ្រីស្ទដែលជារូបកាយរបស់ព្រះគ្រីស្ទដែលជាការបង្កើនឡើងនៃព្រះគ្រីស្ទលើសពីនេះទៅទៀតនេះគឺជាបទពិសោធន៍ខាងវិញ្ញាណដ៏ខ្ពង់ខ្ពស់និងពេញលេញបំផុតសម្រាប់មនុស្សប្រសិនបើបងប្អូនមិនអាចទៅដល់កម្រិតដ៏ខ្ពង់ខ្ពស់នេះបានទេបងប្អូននឹងមិនអាចទទួលបានការស្កប់ចិត្តដ៏ពេញលេញនេះបានឡើយបងប្អូនអាចទទួលបានការស្កប់ចិត្តដល់កម្រិតជាក់លាក់មួយតាមរយៈការស្វែងរកខាងវិញ្ញាណនិងការហ្វឹកហាត់ខាងវិញ្ញាណដ៏ពិតមែនប៉ុន្តែបន្ទាប់ពីបងប្អូនទទួលបានការស្កប់ចិត្តរួចហើយតែនៅមានអារម្មណ៍ថាខ្វះអ្វីមួយបងប្អូនមិនអាចទទួលបានការស្កប់ចិត្តពេញលេញបានឡើយលុះត្រាតែព្រះអម្ចាស់ជួយនាំបងប្អូនឲ្យឈានដល់កម្រិតកំពង់ខ្ពស់នោះហើយបងប្អូនទទួលបានការយល់ដឹងថាបងប្អូនគឺជាអវយវៈនៃរូបកាយរបស់ព្រះគ្រីស្ទបងប្អូនមិនអាចទទួលការស្កប់ចិត្តពេញលេញបានឡើយរហូតដល់បងប្អូនបានដឹងថារូបកាយនេះគឺជាការសម្ដែងពីព្រះគ្រីស្ទជាការកើនឡើងនៃព្រះគ្រីស្ទនិងជាការពង្រីកឲ្យធំឡើងនៃព្រះគ្រីស្ទជាងនេះទៅទៀតបងប្អូនមិនអាចទទួលបានការស្កប់ចិត្តកម្រិតខ្ពស់បំផុតនេះបានទេរហូតដល់បងប្អូនទទួលបានព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធជាបន្តបន្ទាប់ដើម្បីបដិសេធខ្លួនឯងនិងអនុញ្ញាតឲ្យព្រះគ្រីស្ទជាព្រះវិញ្ញាណមានមូលដ្ឋានឱកាសនិងមធ្យោបាយដើម្បីរស់នៅក្នុងបងប្អូននិងតាមរយៈបងប្អូនពេលដែលបងប្អូនឈានដល់កម្រិតនេះបងប្អូននឹងដឹងពីការដំណើរជីវិតដ៏ពិតរបស់ក្រុមជំនុំហើយបងប្អូននឹងទទួលបានការស្កប់ចិត្តបំផុតបងប្អូននឹងទទួលព្រះអង្គម្ចាស់ថាបងប្អូននឹងទូលព្រះអង្គម្ចាស់ថាព្រះអង្គម្ចាស់អើយនេះជាអ្វីដែលទ្រង់ចង់បាននិងអ្វីដែលទូលបង្គំចង់បាននេះជាព្រះតីចង់បានរបស់ទ្រង់និងអ្វីដែលទូលបង្គំស្វែងរកពិសេសក្នុងថ្ងៃចុងក្រោយទាំងនេះព្រះអង្គម្ចាស់កំពុងស្វែងរកដើម្បីស្ដារឡើងវិញនៅរឿងរ៉ាវរបស់ព្រះដូច្នេះទើបយើងទាំងអស់គ្នាត្រូវតែដើរតាមព្រះអង្គម្ចាស់និងផ្ដល់ឲ្យទ្រង់មានសេរីភាពក្នុងការធ្វើតាមព្រះបំណងរបស់ទ្រង់បើយើងចង់ដឹងពីការដំណើរជីវិតដែលគ្រីស្ទានសពថ្ងៃគួរតែមានយើងត្រូវតែដឹងពីសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទគួរតែជាការដំណើរជីវិតប្រចាំថ្ងៃរបស់យើងបើគ្មានសេចក្តីអាថ៌កំបាំងនេះទេការដំណើរជីវិតរបស់យើងគ្រាន់តែជាការដំណើរជីវិតរបស់មនុស្សធម្មតាប៉ុណ្ណោះមិនមែនជាការដំណើរជីវិតគ្រីស្ទានទេការដំណើរជីវិតគ្រីស្ទានគឺអាថ៌កំបាំងហើយអាថ៌កំបាំងនេះទាក់ទងនឹងព្រះគ្រីស្ទព្រះគ្រីស្ទទ្រង់រស់នៅក្នុងយើងជាជីវិតរបស់យើងរួចហើយទ្រង់រស់នៅក្នុងយើងរាល់ថ្ងៃនៅក្នុងការដំណើរជីវិតប្រចាំថ្ងៃរបស់យើងអ្វីទាំងអស់មិនថាវិជ្ជមានឬអវិជ្ជមានមិនថារីករាយឬជូរចត់នោះទេវាគួរតែជាការសម្ដែងចេញសេចក្តីអាថ៌កំបាំងនេះមូលហេតុគឺមកពីយើងមិនមែនជាអ្នកដែលរស់នៅទេប៉ុន្តែព្រះអង្គដ៏អាថ៌កំបាំងនេះរស់នៅក្នុងយើងមនុស្សគ្រប់រូបនៅក្នុងពិភពលោករស់នៅសម្រាប់ខ្លួនឯងមិនថាពួកគេសប្បាយឬសោកសៅគឺគ្មានអាថ៌កំបាំងអ្វីទាំងអស់
ប៉ុន្តែគ្រីស្ទានគឺខុសគ្នាពួកគេអរព្រះគុណនៅក្នុងស្ថានភាពដ៏ល្អហើយក៏សរសើរដំកើងនៅក្នុងស្ថានភាពដ៏អាក្រក់ផងដែរដូច្នេះទើបមនុស្សដទៃមានចិត្តងឿងឆ្ងល់ចំពោះគ្រីស្ទាននេះជារឿងរ៉ាវដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ទអាមែន